ចាសស្ដីបងប្អូននៃកឋានខាងតនីហ្វាមយើងខាងរោងមេមនប៉ងខាងយើងអានេះរោងនេះគឺសម្រាប់តែយកប៉ងលក់ទេអត់ចាយជូនពូជលក់ទេសម្រាប់លក់ពូជផ្សេងអញ្ចឹងបើសិនជាបងប្អូនត្រូវការចង់ចំលក្ខណៈមនប៉ងបែបលក្ខណៈគ្រួសារអាចរើសប៉ងបានឬក៏អាជីវកម្មខ្នាតតូចតិចតួចអាចតាក់ទងមកខាងតនីហ្វាមបានយើងមានលក់ជាមេកមុំយកទៅបងអាចចាប់ដើមរើសពងបានហើយសម្រាប់កូនយើងលក់តាមវគ្គរបស់វាបើមានຂະຫນາດណាបងប្អូនត្រូវការពេលណាអាហ្នឹងវាអត់អាស្រ័យលើបងប្អូនទេអាស្រ័យលើខាងខ្ញុំមានវគ្គអាយុរបស់វាមានប៉ុន្មានអញ្ចឹងណាអញ្ចឹងបើសម្រាប់មេកមុំយកពងអាហ្នឹងភាគច្រើនខាងយើងមានជាប់អត់សូវដាច់ទេតែបើកូនមិនវាអត់ទៀងទេយូរមានមួយវគ្គយូរមានមួយវគ្គចូលអញ្ចឹងណាសម្រាប់មេរោងមេពងនេះគឺវាចាប់ផ្ដើមពងប្រហែលជាបាន6ខែហើយតែសម្រាប់មេនេះយើងអត់លក់ទេយើងលក់តែរោងផ្សេងដែលតែមិនចាប់ផ្ដើមធ្លាក់ពងថ្មីអញ្ចឹងបងយកទៅអាចរើពងបានរាល់ថ្ងៃចាប់ពី1ឆ្នាំទៅ2ឆ្នាំសម្រាប់ខាងកសិកម្មខាងយើងក៏មានលក់ពូជមានលក់តំណក់ទឹកមានលក់ត្រង់សម្រាប់រៀបធ្វើជាឲ្យវាពងបែបអញ្ចេះមានលក់ជាតំណក់ទឹកបែបអញ្ចេះតែអានេះវារោងចាស់ហើយអញ្ចឹងតំណក់ទឹកវារៀងចាស់អញ្ចឹងសម្រាប់បងត្រូវការអាចតេតងទីហ្វាមបានឬក៏ត្រូវការជាពងមាន់ខាងក្នុងស្រុកខាងយើងយកលក់បន្តលក់រាយអីអានេះខាងយើងយកទៅបងយកទៅអាចបោះដុំអាចຕົកបានយូរអត់ឆាប់ខូចដូចពងនាំចូលទេហើយពងខាងយើងគឺយើងរៀបចំតាមថ្លឹងតាមលេខតាមຂະຫນາດអីត្រឹមត្រូវគឺយើងអត់ជ្រាវដៃប៉ាន់សមានតិចតួចចេះដាក់ឲ្យបងទេហើយខាងយើងគឺស្រួលយ៉ាងទៀតគឺយើងដាក់ផ្លានកណ្ដាស់អញ្ចឹងពេញគីឡូពេញຂະຫນາດបងយកទៅអត់ភ័យព្រួយអត់បាក់ព្រួយបារម្ភរឿងដូរផ្លានចោះដូរផ្លានឡើងគឺអត់ខត់ចិត្ត30អីទេចានេះពងយើងគឺថ្មីរាល់ថ្ងៃអញ្ចឹងបើសិនជាបងត្រូវការចំលក្ខណៈជាគ្រួសារឬក៏ជាអាជីវកម្មអាចតាក់ទងមកបានគឺពងមកគឺស្អាតអញ្ចឹងដោយសារវាទី1វាស៊ីគ្រប់គ្រាន់ពីតូចវាមានវ៉ាក់សាំងអីត្រឹមត្រូវអញ្ចឹងពងវាតាមស្តង់ដារលេខធំលេខតូចតាមស្តង់ដារអញ្ចឹងណាមិនសូវចូលគីឡូទេនេះតំពងបានរយៈពេល6ខែសម្រាប់រោងនេះសម្រាប់មេពូជដែលយើងលក់គឺចាប់ផ្ដើមពងរយៈពេលបានត្រឹម1អាទិត្យទៅ2អាទិត្យគឺចាប់ផ្ដើមយើងបើកលក់ហើយតែដល់ពេលវាពងចូលលក្ខណៈថា1ខែ2ខែគឺយើងបិទការលក់ហើយសម្រាប់ឥឡូវគឺយើងបិទការលក់កូនមាន់ពងអាយុ2ខែសិនដោយសារយើងលើកឡើងរោងហើយអញ្ចឹងយើងដកលក់ទៀតលែងបានយើងមានចំនួនមានអីត្រឹមត្រូវអញ្ចឹងយើងដកលក់លែងបានហើយតទៅវគ្គក្រោយមិនមានកូនលក់ទៀតអញ្ចឹងណាវគ្គក្រោយប្រហែលជាចូល1ខែ2ខែអីទៀតមិនចូលមួយវគ្គទៀតតែសម្រាប់មេពងយើងចាប់ផ្ដើមលក់នៅសល់ប្រហែលជា200-300ក្បាលអីទៀតទេសម្រាប់មេពងខាងយើងតែយើងចែកលក់ហ្នឹងគឺអស់ហើយបច្ចេកនេះមិនរងសម្រាប់មេពងលក់អីអានេះរងសម្រាប់យកពងលក់សម្រាប់រងចាស់របស់យើងដែលពងជើតំបាន6ខែទេអញ្ចឹងសម្រាប់មាន់ពងខាងយើងគឺអាចពងពី1ឆ្នាំទៅ2ឆ្នាំមិនអស់ពងអញ្ចឹងបងត្រូវការអាចតាក់ទងមកបានហើយបច្ចេកមួយទៀតតាក់ទងជាមួយប្រភេទមាន់ពងនេះទោះបីជាបងប្អូនចង់បាន2ក្បាល5ក្បាល10ក្បាលចង់យកចិញ្ចឹមជាលក្ខណៈគ្រួសារឬអាជីវកម្មគឺដាច់ខាតត្រូវបងប្អូនត្រូវលាយឬក៏ឲ្យយល់ល្អឲ្យស៊ីចំណីប្រភេទមាន់ពងឲ្យស៊ីចំណីប្រភេទមាន់ពងណាតើឲ្យស៊ីចំណីប្រភេទមាន់ពងมันវាអាចកសងពងបានពងរាល់ថ្ងៃតែបងប្អូនឲ្យស៊ីសើងកដូចមាន់សែដូចអីធម្មតាវាអាចនឹងអាក់ពងវិញវាពងបានតែមួយរយៈហើយវាចាប់ផ្ដើមឈប់ពងហើយដោយសារចំណីយើងលាយធម្មតាចំណីមាន់សែធម្មតាគឺវាអត់មានប្រូតេអ៊ីនសម្រាប់តាមាន់ពងទេអញ្ចឹងចំណីសម្រាប់មាន់ពងគឺវាមានប្រូតេអ៊ីនវាមានកាល់ស្យូមវាមានអីជំនួយខុសពីចំណីមាន់សាច់អញ្ចឹងបងយកទៅអាចទិញចំណីសម្រាប់មាន់ពងឲ្យស៊ីសម្រាប់ខាងផ្ទះពេទ្យសាស្ត្រផ្ទះខាងបងលក់ដេប៉ូលក់ចំណីអីបានឬក៏អាចយកពីខាងខ្ញុំអីក៏បានដែរចាអាស្រ័យលើបងហើយចាវិជ្ជាផ្សារទៀតខាងតនីហ្វាមយើងគឺមានលក់ពូជមាន់ពង
ពងមាន់បោះដុំត្រង់និងតំណក់ទឹកសម្រាប់មាន់ពងចឹងបងថៅការអាចតាក់ទងតាម Telegram 015 488 498